នៅថ្ងៃ15កើតខែនាគជារៀងរាល់ឆ្នាំគេតែងប្រារព្ធពិធីបុណ្យមាឃបូជាដែលជាពិធីបុណ្យពុទ្ធសាសនាគេតែងប្រារព្ធជារៀងរាល់ឆ្នាំសូមគោរពជំរាបសួរនាងខ្ញុំឈ្មោះលឹមមីជីងជាសិស្សថ្នាក់ទី5កនៅសាលារៀនអន្តរជាតិ Kantop ថ្ងៃនេះខ្ញុំបានលើកបកស្រាយអំពីចំណុចសំខាន់នៃពិធីបុណ្យនេះជូនដល់ពុកម៉ែបងប្អូនលោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់បានស្ដាប់តាមរយៈការបកស្រាយមួយនេះបុណ្យមាឃបូជាគឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនាពិធីនេះត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនៅប្រទេសឥណ្ឌាកាលពី588ឆ្នាំមុនគ្រិស្តសករាជនាថ្ងៃ15កើតខែមាឃក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន9ខែកុដិការប្រារព្ធពិធីបុណ្យមាឃបូជានេះឡើងគឺដើម្បីប្រារព្ធនៅព្រឹត្តិការណ៍ធំ3គឺ1ដើម្បីប្រារព្ធនៅការធ្វើចតុรงគសន្និបាតប្រកបដោយអង្គ4 2ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្ដែងឱវាទបាតិម៉ោក្ខ3ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារពិធីមាឃបូជាព្រឹត្តទៅនៅតាមទីវត្តអារាមមានរៀបចំគ្រឿងរណ្ដាប់មានផ្កាភ្ញីទៀនធូបនិងឮតែសំឡេងសូរស័ព្ទព្រះធម៌ក្នុងការប្រារព្ធពិធីបុណ្យសាសនាមួយនេះឆ្លៀតក្នុងឱកាសនេះដែរនាងខ្ញុំសូមអំពាវនាវពុទ្ធសាសនិកទាំងឡាយអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជានេះដោយសទ្ធាជ្រះថ្លារៀងៗខ្លួននៅតាមទីវត្តអារាមដែលនៅជិតគេហដ្ឋានសូមអនុមោទនាពិធីបុណ្យមាឃបូជាសូមអរគុណសូមជម្រាបលា